ដែលឥឡូវនេះយើងស្ថិតនៅក្នុងស្រុកភ្នំក្រវាញបាទភ្នំក្រវាញដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់បាទហើយដែលជាគម្រោងមួយដ៏ធំដែលជាងគេរបស់ក្រសួងធនធានទឹកនិងទុននិយមដែលកន្លងមកដែលយើងបានធ្វើការកសាងអាងទឹកជាច្រើនរួចមកហើយប៉ុន្តែលើកនេះគឺជាគម្រោងមួយដែលធំបាទធំសម្បើមណាស់ដែលអាចចំណុះទៅដល់បានប្រមាណ800លានម៉ែត្រគីបបាទអញ្ចឹងគម្រោងនេះគឺជាគម្រោងមួយដែលជាការផ្ដួចផ្ដើមដឹកនាំដ៏ធំធេងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងអាណត្តិទី7នេះដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះកើតឡើងក្នុងគោលបំណងការជួយទី1គឺការស្រោចស្រពទៅដល់ដំណាំកសិកម្មបាទដែលមាននៅក្នុងខេត្តពោធិ៍សាត់ទាំងមូលនេះបាទដែលយើងមានការខ្វះខាតទឹកច្រើនបាទឡងមកទី2គោលបំណងគឺជាការរំដោះទឹកកុំឲ្យមានការលិចលង់ទៅដល់ទីក្រុងពោធិ៍សាត់នោះហើយហើយក៏ដូចជាតំបន់ផ្សេងៗផងដែរគឺយើងអាចរំដោះទឹកភ្លៀងដែលកន្លងមកតែងតែហូរពីក្នុងតំបន់ភ្នំនេះចាក់ទៅដល់ទីក្រុងបាទដាក់ដល់ទីក្រុងហើយកម្រិតមួយទៀតផងដែរគឺជាការរក្សាទឹកទុកព្រោះជាការរក្សាទឹកទុកនេះគឺជាតាក់ទងទៅនឹងគេហៅថាសុវត្ថិភាពបាទអាងទឹកដើម្បីធ្វើយ៉ាងណាឲ្យមានអាងទឹកប្រើប្រាស់នៅខែប្រាំងខែវស្សាយើងអាចគេហៅថារំដោះទឹកជំនន់បាទកុំឲ្យលិចលង់ខេត្តខែប្រាំងគឺជាការរក្សាទឹកដើម្បីប្រើប្រាស់នៅខែប្រាំងយុទ្ធសាស្ត្របញ្ចកោណវិស័យទឹកគឺជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណគឺក្នុងនោះគឺទឹកគឺសំខាន់ដែលយើងអាចធ្វើយ៉ាងណាដល់ការអភិវឌ្ឍតាមវិស័យធនធានទឹកនេះតែម្ដងសន្តិសុខទឹកនេះគឺសំខាន់អញ្ចឹងរដ្ឋាភិបាលនៃអាណត្តិទី7នេះក៏មានយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការកសាងអាងទឹកជាច្រើននៅជុំវិញបឹងទន្លេសាបក៏ដូចជានៅតំបន់ផ្សេងៗផងដែរបាទនោះគឺជាការងារមួយដែលយើងត្រូវតែធ្វើជាចាំបាច់បាទនៅក្នុងនោះគឺយើងបានកសាងដោយបានឃើញស្រាប់ហើយនៅទីនេះគឺទំនប់លេខ2ដែលអាចផ្ដល់ទឹកប្រមាណ800លានម៉ែត្រគីបនៅទន្ទឹមនេះផងដែរគឺយើងនៅមានការកសាងអាងទឹកនៅតំបន់ផ្សេងៗទៀតផងដែរនៅក្នុងខេត្តផ្សេងៗប្រព័ន្ធអេកូឡូស៊ីរបស់តំបន់នេះគឺស្រស់ស្អាតជាងមុនល្អជាងមុនហើយអាចជួយមិនត្រឹមតែកាំងឧស្សាហកម្មកសិកម្មទឹកស្អាតនោះប៉ុណ្ណោះទេខ្ញុំសូមថែមមួយទៀតគឺអាចជួយរីកចម្រើនធ្វើឲ្យណារីកចម្រើនផ្នែកទេសចរផងដែរបាទព្រោះតំបន់នេះអត់មានបណ្ណាមកដល់ទេកន្លងមកឆ្ងាយណាស់បាទហើយក៏គ្មានផ្លូវ access មកដល់ដែរបាទប៉ុន្តែធនធានធម្មជាតិទឹកជ្រោះគ្រប់បែបយ៉ាងមាននៅទីនេះទាំងអស់ប៉ុន្តែយើងអត់ដែលបានយកមកប្រើប្រាស់ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅទេអញ្ចឹងបន្ទាប់ពីការងារកសិកម្មការងារឧស្សាហកម្មការងារទឹកសាទាំងអស់ដែលយើងបានផ្ដល់ជូននោះគឺយើងអាចផ្ដល់នៅការងារមួយទៀតគឺវិស័យទេសចរបាទពេលនោះប្រជាពលរដ្ឋអាចមកលេងទីនេះព្រោះថាសំណង់ដែលយើងធ្វើលើកនេះគឺជាសំណង់មួយដែលបម្រើឲ្យពហុវិស័យបាទគឺគ្រប់បែបយ៉ាងតែម្ដងអញ្ចឹងបងប្អូនប្រជាពលរដ្ឋនៅពេលដែលធ្វើការសាងសង់នៅទំនប់នេះហើយបងប្អូនប្រជាពលរដ្ឋយើងនឹងមានទិសដៅមួយទៀតក្នុងការបម្រើដល់វិស័យទេសចរអាចមកលេងទីនេះបានក្នុងប្រវត្តិសាស្ត្រខេត្តពោធិ៍សាត់របស់យើងគឺមិនដែលមានទេហើយក៏មិនដែលណាគេចាប់អារម្មណ៍ថាទីនេះមានកណ្ណប់មានក្របពេជ្រដ៏ពិសេសពិសាលយើងឃើញជាក់ស្ដែងហើយនៅក្នុងខេត្តពោធិ៍សាត់របស់យើងពីមួយឆ្នាំទៅមួយឆ្នាំទោះជារាំងភ្លៀងក៏ប្រឈមភ្លៀងច្រើនក៏ប្រឈមអញ្ចឹងទំនប់នេះមួយគឺផ្ដល់អត្ថប្រយោជន៍ច្រើនមែនទែនបាទច្រើនមែនទែនទំនប់នេះពេលដែលសង់ហើយមានសក្តានុពលលើអីខ្លះវិស័យកសិកម្មដែលជាអត្ថប្រយោជន៍ទី1មនុស្សសត្វដែលត្រូវការចាំបាច់ហើយយើងដឹងហើយ2030អីថាអាកាសធាតុប្រែប្រួលខ្វះទឹកខ្វះអីបើយើងមាន reservoir នេះមួយខេត្តពោធិ៍សាត់យើងគិតថាកក់ក្ដៅមែនទែនសម្រាប់មនុស្សសត្វនិងប្រជាជនទាំងអស់ក្នុងខេត្តមិនត្រឹមតែខេត្តពោធិ៍សាត់ទេខេត្តដែលជាប់ជាមួយខេត្តពោធិ៍សាត់គឺខេត្តបាត់ដំបងនេះក៏មានជាប់ដែរទី2គឺទេសចរបាទទេសចរដ៏ប្រណិតនៅទីនេះល្អណាស់បាទល្អណាស់ហើយទី3គឺខេត្តពោធិ៍សាត់ខ្ញុំគិតថាប្រហែលជាគ្មានវាសនាលិចទឹកទៀតទេបាទអត់មានទៀតទេហើយជាភាគរយខ្ពស់បំផុតហើយទី4យើងលែង
ពិបាកចំណាយថវិកាជាតិទៅលើការជួសជុលឡើងវិញដោយមិនថ្ងៃនេះយើងឃើញលិចខូចខាតដាច់ហេដ្ឋារចនាសម្ព័ន្ធស្រូវពូជស្រូវអីជួយអន្តរាគមន៍ប្រជាជនប្រហែលជានឹងបាត់ទាំងស្រុងអាចថាភាគរយខ្ពស់មែនទេអញ្ចឹងក្នុង4ចំណុចនេះខ្ញុំគិតថាមហាសាលសម្រាប់ខេត្តពោធិ៍សាត់ជាប្រវត្តិសាស្ត្រដែលយើងមិននឹកស្មានថាអានេះនិយាយជារួមមកដូចជាក្របពេជ្រដែលមិនទាន់កែច្នៃមួយដែលយើងមិនទាន់បានចាប់អារម្មណ៍ពីមុនមកតែឥឡូវនេះរាជរដ្ឋាភិបាលរបស់យើងអាណត្តិទី7របស់រាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរបស់យើងនេះគឺបានចាប់ផ្ដើមកសាងទំនប់នេះមួយខ្ញុំគិតថាចាក្នុងប្រវត្តិសាស្ត្រតកូនតចៅទាំងអស់បាទការកសាងទំនប់លេខ2នេះត្រូវបានចាប់ផ្ដើមខែ12 2024 រហូតមកដល់ពេលនេះការងារបច្ចេកទេសទាំងអស់មានន័យថាស្លាបទាំងសងខាងឆ្វេងនិងស្ដាំហើយនឹងបាតរបស់វានៅខាងក្រោយយើងនេះយើងធ្វើជាកន្លែងការិយាល័យសម្រាប់បញ្ជាសម្រាប់បញ្ជូនព័ត៌មានពីទីនេះទៅភ្ជាប់ជាមួយនឹងអគារមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យទឹករបស់ក្រសួងធនធានទឹកទំនប់នេះគឺជាទំនប់ធំជាងគេមិនមែនត្រឹមតែប្រទេសកម្ពុជាទេប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់និងនៅក្នុងពិភពលោកទាំងមូលផ្ទៃអាងរបស់វាសាមញ្ញទេ 4000 ហិកតាប៉ុន្តែផ្ទៃចាប់ទឹកវាសរុបគឺយើងមានរហូតដល់រាប់ម៉ឺនគីឡូម៉ែត្រការ៉េគ្រប់ទិសទាំងអស់មាន6ទិសដែលត្រូវប្រមូលទឹកចាប់ចូលនៅពេលដែលយើងធ្វើអាងទឹកនេះរួចយើងត្រូវចំណាយពេលជិត3ឆ្នាំដើម្បីស្តុកទឹកដើម្បីបំពេញអាងនេះឲ្យបានគ្រប់841លានម៉ែត្រគីបក្នុងរយៈពេលជិត3ឆ្នាំពេលធ្វើរួចគ្រាន់តែបំពេញដោយអាដាមរដ្ឋមន្ត្រីលោកមានប្រសាសន៍រួចហើយថាធ្វើអាងទឹកនេះរួចមានន័យថាយើងកាត់បន្ថយគ្រោះទឹកជំនន់គ្រប់ប្រភេទតាំងពីជំនន់ដែលវាចាប់តាមផ្ទៃរងទឹកភ្លៀងវាក៏ដូចជាជំនន់រហ័សមានន័យថាវាបង្កឡើងដោយសារភ្លៀងបរិមាណច្រើនទំនប់នេះអស្ចារ្យណាស់ទំនប់ទាំងអស់វាធ្វើពីបេតុងហើយមានផ្លូវរួមខាងក្នុងទៀតសម្រាប់ដើរត្រួតពិនិត្យយើងចំណាយពេលចាប់ពីខែ12 2024រហូតទៅដល់ដើមឆ្នាំ2027ទៅយើងបញ្ចប់ការងារនៅទីនេះបាទហើយប្រជាជនគ្រាន់តែខ្ញុំផ្សព្វផ្សាយឮដល់ពួកគាត់ម្នាក់គាត់សប្បាយចិត្តគាត់រំភើបខ្ញុំថាអត់ធ្មត់តិចពួកយើងតិចទៀតនឹងបានសមិទ្ធផលនឹងមកហើយយើងលែងបារម្ភខ្លាចខ្វះទឹកផ្លិចលិចលង់អីអញ្ចឹងទៀតហើយពួកគាត់រងចាំមើលទាំងអស់គ្នារំភើបហើយអាជ្ញាធរដែនដីកណាប្រជាជនបានសប្បាយបានសុខហើយយើងក៏បានសុខដែរតែបើប្រជាជនមិនបានសុខមិនបានសប្បាយហើយយើងក៏អត់បានសុខបានដែរអស់គ្នាអញ្ចឹងនេះជាមោទនភាពជាប្រវត្តិសាស្ត្រធំធេងមិនអាចកាត់ថ្លៃបានខ្ញុំក្នុងនាមឲ្យប្រជាជនខេត្តពោធិ៍សាត់ទាំងមូលសូមគោរពអរគុណជាអនេកកប្បការបំផុតចំពោះប្រមុខរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីជួនសែនសម្ដេចមហាបវរធិបតីនិងក្រសួងធនធានទឹកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាមួយប្រជាជនខេត្តពោធិ៍សាត់និងទូទាំងប្រទេសបាទសូមគោរពអរគុណ